ខ្ញុំក្រសួងផ្ដាំសារជាថ្មីជូនទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរមានសមត្ថកិច្ចជាពិសេសអាជ្ញាធរមូលដ្ឋានសូមបន្តជួយគ្រប់គ្រងទៅដល់សកម្មភាពរបស់បងប្អូនហើយជាពិសេសជាមួយក្រសួងបដិបដាវិជ្ជាជីវៈដែលអាចធ្វើទៅបានឥឡូវយើងមានដូច5ជំនាញនៅទៀតទេថ្ងៃក្រោយត្រូវការផ្លាស់ប្ដូរអីយ៉ាងម៉េចអាចប្រឌិតមើលហើយយើងមានអាហារូបករណ៍1.5 សែនអ្នកនៅក្នុងកម្មវិធីដែលឲ្យធ្វើការបដិបដាលឲ្យក្មួយមកពីគ្រួសារដែលមានការលំបាកហើយថែមទាំងមានប្រាក់ឧបត្ថម្ភចឹងអាចបណ្ឌិតមើលប្រសិទ្ធគ្នាយ៉ាងម៉េចយើងអាចជួយបំពេញគ្នាយ៉ាងម៉េចប្រសិទ្ធតែការបដិបដាលទុនធានទេ PSE ក៏បដិបដាលទុនធានសម្រាប់ជាតិរបស់យើងរាជរដ្ឋាភិបាលក៏ចង់បានពលរដ្ឋាភិបាលមិនអាចធ្វើម្នាក់ឯងបានទេហើយនេះខ្ញុំសូមនិយាយជាគំរូនៃកិច្ចបដិបត្តិការល្អរវាងរាជរដ្ឋាភិបាលនិងអង្គការដៃគូមិនមែនរដ្ឋាភិបាលមានការយល់ច្រឡំជាពិសេសការលើកឡើងក្នុងបណ្ដាសារព័ត៌មានមួយចំនួនចោទថារដ្ឋាភិបាលមិនលើកទឹកចិត្តទៅដល់អង្គការសង្គមស៊ីវិលបិទសេរីភាពបិទស្អីមិនឲ្យគេធ្វើការអត់ទេរឿងអង្គការប្រមាណមកក្តាប់តូចរឿងស្អីណាបច្ចេកវិទ្យារឿងរបស់គេមួយធ្វើសកម្មភាពនៅក្នុងច្បាប់ប៉ុន្តែយើងមាន 3000 សមាគម 3500 NGO 6000 ជាងដែលធ្វើការទូទាំងប្រទេសដែលបានចុះឈ្មោះបច្ចុប្បន្នបានបិទបាយរាប់ពាន់ NGO សង្គមស៊ីវិលដែលជាដៃគូដ៏ល្អរបស់រដ្ឋាភិបាលដៃគូបែបនេះរដ្ឋាភិបាលមានតែបិទសិទ្ធិអីមានតែសូមជួយឲ្យថែមទៀតជួយឲ្យរីកចម្រើនថែមទៀតព្រោះធ្វើពិតប្រាកដសួរថាតើអង្គការ PSE ដែលផ្ដល់ការអប់រំបណ្ដុះបណ្ដាលអត់មានតម្លៃស្មើនឹងអង្គការមួយដែលជ្រកក្រោមផ្លាកឲ្យទៅស្រែករឿងនេះរឿងនោះទេអត់ទេអង្គការសង្គមស៊ីវិលដែលធ្វើការងារពិតប្រាកដផ្ដល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋឥឡូវសិទ្ធិសេរីភាពយើងចង់និយាយពីអីមិនមែនតែសិទ្ធិសម្រាប់ឡើងជេរឡើងបាតកម្មឡើងទេតែសិទ្ធិដើម្បីទទួលបានការអប់រំអានឹងជាសិទ្ធិរបស់មនុស្សសិទ្ធិទទួលបានការថែទាំសុខភាពសិទ្ធិរបស់មនុស្សសិទ្ធិទទួលបានការថែទាំសុខុមាលភាពផ្សេងនេះជាសិទ្ធិមនុស្សសិទ្ធិមូលដ្ឋានសិទ្ធិទទួលបានការអប់រំថែទាំសុខភាពត្រឹមត្រូវនេះហើយអង្គការគឺអង្គការផ្ដល់សិទ្ធិមនុស្សមូលដ្ឋានគឺផ្ដល់មនុស្សឲ្យមានសិទ្ធិសេរីភាពមានចំណេះដឹងគឺមានសេរីភាពបាទបើយើងអត់ចេះយើងពឹងគេរហូតតែបើយើងចេះយើងអាចម្ចាស់ការគ្រប់គ្រងអនាគតរបស់ខ្លួនកំណត់ជោគវាសនារបស់ខ្លួនបាទបងប្អូននោះគាត់ថាគាត់ប្រមូលគ្នាដើម្បីបង្កើតអាការផលិតខ្លួនឯងបើយើងអត់មានសមត្ថភាពចំណេះដឹងយើងធ្វើបានទេយើងត្រឹមតែមកចង់យើងត្រឹមមានតែមក dream ប៉ុន្តែយើងគ្មានសមត្ថភាពធ្វើបានដោយសារយើងអត់មានបំណិនអត់មានអញ្ចឹងចំណេះដឹងនិងបំណិនយើងនេះហើយឲ្យយើងមានសិទ្ធិសេរីភាពនិងសមត្ថភាពគ្រប់គ្រងអនាគតរបស់យើងអញ្ចឹងអង្គការផ្ដល់ការបដិបដាលនេះគឺផ្ដល់សិទ្ធិសេរីភាពរួចទៅហើយនេះហើយគេហៅសិទ្ធិមនុស្សមិនមែនសិទ្ធិត្រឹមតែឡើង Facebook ឡើងនិយាយរឿងស្អីៗនោះទេប៉ុន្តែសិទ្ធិដែលសំខាន់គឺសិទ្ធិរស់រានមានជីវិតដោយសេចក្តីថ្លៃថ្នូរទទួលបាននៅការអប់រំការបដិបដាលនិងសុខភាពថែទាំសុខភាពនេះគឺជាសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលរដ្ឋាភិបាលយកចិត្តទុកដាក់ហើយក៏យើងសហគមន៍និងគ្រប់គ្រងទៅដល់ដៃគូអង្គការសង្គមស៊ីវិលរាប់ពាន់ដែលបានធ្វើការជាមួយគ្នាទៅលើកិច្ចការគេនេះហើយនឹងបន្តតទៅទៀត